ក្រោតគឺជាភ្លើងកុំយកភ្លើងទៅរលត់ភ្លើងជាតិជាមនុស្សគេចមិនផុតពីការស្អប់របស់អ្នកដទៃដែលគេស្អប់យើងស្អប់គេចាំទុកណាបើអ្នកស្អប់គេខ្លាំងអ្នកក៏មានទុកក៏កាន់តែខ្លាំងបើអ្នកស្អប់គេតិចក៏មានទុកតិចបើមិនស្អប់គេទេសេចក្តីទុកកង្វល់ទាំងឡាយឯណាក៏គ្មានការដែលស្អប់គ្នានឹងគ្នារមែងធ្វើឲ្យលោកនេះមានការបែកបាក់រួបរวมសេចក្តីស្រឡាញ់រាប់អានគ្នានឹងគ្នារੂជាការទម្លាយគ្នានៅក្នុងលោកនេះទាំងមូលដូច្នេះហើយសេចក្តីក្រោធកើតមកអំពីការខឹងស្អប់ក្រោធនេះជាភ្លើងកំហឹងមួយរមែងឆាបឆេះសន្ធោសន្ធៅដុតររៀលក្តៅចុកចាប់ក្នុងសន្តានចិត្តរបស់អ្នកគ្រប់ខណៈក្រោធនេះជាភ្លើងគ្មានផ្សែងរមែងទម្លុះនៅរាងកាយនេះឲ្យមានសភាពទ្រុឌទ្រោមពោពេញទៅដោយសេចក្តីទុកកង្វល់ជាច្រើនក្រោធនេះបើកើតមានក្នុងចិត្តបុគ្គលណាហើយបុគ្គលនោះអាចបាត់បង់សតិស្មារតីក្នុងភាពជាមនុស្សផងក៏ថាបានព្រោះសេចក្តីខឹងស្អប់អាចធ្វើជាមនុស្សដែលល្អប្រែទៅជាមិនល្អមានការសងសឹកគំនុំគុំគួនច្រណែនគ្នានេះព្យាបាទមានការកាប់សម្លាប់មនុស្សនៃមនុស្សផងគ្នាចងពីវេរាគ្នានឹងគ្នាដូចនេះថាអ្នកឯងបានជេរអញអ្នកឯងបាននិយាយដើមអញអ្នកឯងបានលួចរបស់អញដូច្នេះពីវេរាទាំងនោះព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងថាមិនស្ងប់រងាប់បានឡើយបុគ្គលណាមិនខំតបតនឹងការខឹងក្រោធចំពោះបុគ្គលដទៃពីវេរារបស់បុគ្គលនោះគឺស្ងប់រងាប់បានហើយដោយព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងថាពីរំងាប់ដីកាមិនចងពីដូច្នេះយើងម្នាក់ត្រូវរក្សាភាពជាមនុស្សប្រកបដោយមេត្តាខន្តីអធ្យាស្រ័យឲ្យគ្នានឹងគ្នាអត់ធន់នឹងពាក្យសម្ដីហួសប្រមាណចំពោះពាក្យសម្ដីនៃជនដទៃកុំដោយតែអំណាចនៃការខឹងស្អប់អាចคล้ายធ្វើជាមនុស្សពាលមួយប្រព្រឹត្តភ្នែកដោយមិនដឹងខ្លួនមោហៈគឺសេចក្តីវង្វេងរមែងមកជ្រៀតជ្រែកបិទបាំងធ្វើឲ្យបុគ្គលនោះលែងស្គាល់ហេតុផលគុណទោសមិនស្គាល់គុណតម្លៃរបស់ជនដទៃនិយាយដោយពាក្យអសរោះដូច្នេះហើយអ្នកត្រូវអប់រំចិត្តឲ្យបានចូលកុំក្រោធកុំស្អប់គ្នានឹងគ្នាឡើយក្រោធគឺល្ងងមោហៈគឺឆ្កួតបើយើងមិនក្រោធអ្នកនឹងបានคล้ายជាមនុស្សមិនល្ងងមិនឆ្កួតការអនុគ្រោះដ៏ក្រៃលែងជាទីបំផុតគឺការឲ្យអភ័យយើងត្រូវអប់រំចិត្តឲ្យចេះព្រមទទួលនៅសេចក្តីពិតនៃជីវិតយើងមិនចាំបាច់ចង់ឲ្យអ្វីដែលនៅដដែលនោះទេព្រោះវាមិនបានដូចចិត្តដែលយើងចង់បាននោះឡើយហើយការដែលមិនបានដូចចង់នេះហើយវាជាហេតុឲ្យកើតទុក្ខដរាបណាមនុស្សយើងនៅមិនទាន់ស្លាប់ទេដរាបនោះមនុស្សយើងនឹងបានជួបនៅរបស់ដែលប្រែប្រួលរហូតជានេះជាសេចក្តីទុក្ខក្នុងដំណើរជីវិតនេះបើអ្នកដទៃធ្វើខុសមកលើយើងចូលកុំយកកំហឹងទៅទប់ទល់ឲ្យសោះអ្នកត្រូវឲ្យអភ័យយើងត្រូវសម្លឹងទៅរកសេចក្តីល្អរបស់គេឲ្យបានច្រើនបើយើងរកសេចក្តីល្អរបស់គេមិនឃើញទេអ្នកត្រូវអនុគ្រោះសេចក្តីអាសូរចំពោះគេព្រោះគេកំពុងតែមានគ្រោះកាយមិនថាអ្នកនៅទីណាក៏ដោយអ្នកមិនត្រូវសាងសត្រូវឡើយបើអ្នកមានមិត្តនឹងមនុស្សគ្រប់គ្នាក៏ជាមិត្តរបស់អ្នកដែរចូលអ្នករលឹកគិតថានៅលើផែនដីនេះបើយើងមានសត្រូវតែម្នាក់ក៏វាច្រើនណាស់ទៅហើយអ្នកចូលកុំពេញចិត្តធ្វើឲ្យគេស្អប់ទាំងខ្លួនឯងកុំចូលចិត្តស្អប់អ្នកដទៃឡើយ